បុរសម្នាក់នេះក៏បានកាន់ឈើមកម្ដុំឲ្យទៅលោកតាម្នាក់នោះឲ្យគាត់កលឹងធ្វើជាអនរេសម្រាប់បុកគ្រឿងឲ្យគាត់ហើយនិយាយទៅទឹកដៃរបស់លោកតាពេលគាត់ធ្វើអនរេសម្រាប់បុកគ្រឿងហ្នឹងគាត់ធ្វើចេញមកគឺថាអែមខ្លាំងមែនទេបងប្អូនឥឡូវចង់ដឹងថាការធ្វើប្រកួតគាត់ធ្វើមិនអីចឹងពីមួយដំណាក់កាលទៅមួយដំណាក់កាលតាមទស្សនាវីដេអូទាំងអស់គ្នាបងប្អូនដំបូងគាត់ចាប់ដើមយកអាឈើម្ដុំហ្នឹងបងប្អូនគាត់ចាប់ដើមដាក់ចូលក្នុងម៉ាស៊ីនវិលម៉ាស៊ីនហ្នឹងគឺថាវិល360ដឺក្រេវិលរិចរហូតបងប្អូនតតែយើងបិទវាមិនវាអត់វិលហើយការធ្វើប្រកបគឺថាសាមញ្ញធម្មតាទេប៉ុន្តែអនរេនេះពេលគាត់ធ្វើហើយគឺថាស្អាតណាស់បងប្អូននិយាយទៅគឺថាប្លែកភ្នែកខ្លាំងមែនទែនឥឡូវក៏ពួកចាប់ដើមរៀបចំវាដាក់ចូលក្នុងម៉ាស៊ីនហ្នឹងគៀបវាឲ្យវានឹងឲ្យវានេះបងប្អូនឲ្យវានេះណែនបានល្អអញ្ចឹងកាលណាយើងគៀបវាអត់ណែនបានល្អទៅពេលដែលយើងពវល់ម៉ាស៊ីនហ្នឹងទៅពេលដែលយើងយកដែកមកឈូលើអាឈើហ្នឹងវាអាចធ្វើឲ្យឈើហ្នឹងកលាច់ឬមួយក៏ផ្លាត់ត្រូវដៃត្រូវជើងគាត់អញ្ចឹងណាឥឡូវក៏ចាប់ដើមឈូវាបងប្អូនឈូវាធ្វើជារូបរាងអនរេហ្នឹងបងប្អូនអនរេសម្រាប់យើងបុកគ្រឿងហ្នឹងហើយនិយាយទៅញ៉ាក់ដៃដឹងសោះបងប្អូនថាអនរេសម្រាប់យើងបុកគ្រឿងហ្នឹងគេធ្វើអញ្ចឹងសោះហើយអនរេនេះពេលគាត់ធ្វើហើយគឺថាមានរាងប្លែកស្អាតខ្លាំងមែនទែនណាមួយដែលថាជំនាញចេះសម្រាប់គាត់គឺថាស៊ីផុយឯងព្រោះគាត់គឺជាជាងកលឹងឈើអីចឹងណាហើយនិយាយទៅគាត់មិនធ្វើតែអនរេសម្រាប់បុកគ្រឿងទេសំបីតែត្បាល់សម្រាប់បុកគ្រឿងក៏គាត់អាចធ្វើបានសំបីតែកូនកលឹងសម្រាប់ដាក់តាមកម្មចដាដាក់តាមជាងដាក់តាមអីក៏អាចធ្វើបានច្រើនបងប្អូនសំខាន់ឲ្យតែធ្វើចេញពីឈើគឺថាគាត់ធ្វើវត្ថុប្រើប្រាស់បានច្រើនខ្លាំងមែនទែនឥឡូវក៏ពួកចាប់ដើមឈូសសាច់ឈើបងប្អូនឈូសធ្វើជារូបរាងមួយអញ្ចឹងឥឡូវឃើញគាត់ថាការធ្វើប្រកបគឺថាក៏ព្រឹបព្រៀងក៏យកចិត្តទុកដាក់ខ្លាំងមែនទេបងប្អូនព្រោះការណាតែយើងអត់យកចិត្តទុកដាក់ទេការហ្នឹងពេលយើងធ្វើឲ្យគឺថាវាចេញរូបរាងមកអត់សូវស្អាតទេអញ្ចឹងការធ្វើមួយគឺថាយើងត្រូវតែយកចិត្តទុកដាក់ហើយការធ្វើប្រកបក៏មិនចេះធ្វើគាត់សុទ្ធតែមានបច្ចេកទេសផងគាត់បងប្អូនបើយើងមានបច្ចេកទេសយើងទៅឈូសឈើដូចគាត់ស្រួយឈូសខ្ទេចអស់ឈើនេះគ្មានដឹងណាណីទេហើយការឈូសប្រកបគឺថាស្មើគ្នាស្អាតល្អខ្លាំងមែនទែនបើយើងចេះឈូសយើងទៅឈូសដូចគាត់គឺថាអត់ស្មើទេគឺថាកលិចកលុចពេញហ្នឹងឥឡូវឃើញតែការធ្វើប្រកបបានប្រហែល 70% ដែរបងប្អូននិយាយទៅការធ្វើប្រកបមួយគឺថាលឿនខ្លាំងមែនទែនដោយសារតែគាត់សេរីចាស់អញ្ចឹងទឹកដៃគាត់អែមបងប្អូននិយាយទៅគាត់ធ្វើឲ្យគឺថាស្អាតខ្លាំងមែនទែនឥឡូវឃើញតែការធ្វើប្រកបបងប្អូននិយាយទៅកំពុងតែចេញរូបរាងតិចបងប្អូនចាំមើលពេលដែលគាត់ធ្វើឲ្យបានដឹងថាអនរេសម្រាប់បុកគ្រឿងនេះបងប្អូនគឺថាមានរូបរាងប្លែកស្អាតណាអូឥឡូវឃើញថាគាត់កំពុងចាប់ដើមឈូវាបងប្អូនឈូវារលោងស្អាតចឹងបងប្អូននិយាយទៅតែប៉ុណ្ណេះលុយសុទ្ធហើយតែប៉ុណ្ណេះហើយមិនត្រឹមតែអនរេសម្រាប់បុកគ្រឿងទេបងប្អូនសំបីតាត្បាល់គាត់ធ្វើចេញមកគឺថាសិតតែក្បាច់ទាំងអស់បងប្អូនប៉ុន្តែអនរេនេះមើលទៅគាត់ធ្វើគាត់សើមានក្បាច់ទេប៉ុន្តែបើថាត្បាល់គាត់ធ្វើចេញមកនិយាយថាអាវីដេអូនឹងខ្ញុំមើលបងប្អូនហើយនិយាយថាអូក្បាច់គាត់ដាក់មកអេមដល់កយបងប្អូនគាត់គ្រាន់ប្រើឧបករណ៍សាមញ្ញធម្មតាសោះឥឡូវឃើញតែការធ្វើប្រកបបានប្រហែល 90% បងប្អូនគាត់កំពុងចាប់ដើមដាក់ក្បាច់តិចឲ្យវាចេញជារូបរាងមួយស្អាតចឹងនិយាយទៅគាត់ពិតជាមានជំនាញមែនបងប្អូនឥឡូវគាត់ចាប់ដើមខាត់ឈើនៅវារលោងបងប្អូនអូ my god បងប្អូននិយាយទៅការធ្វើប្រកបចិត្តហើយបងប្អូនគាត់ខាត់វាតែបន្តិចទៀតហើយប៉ុន្តែអនរេនេះបើយើងចង់ឲ្យវាមានរូបរាងស្អាតយើងធ្វើឲ្យយើងយកទៅបាញ់ថ្នាំទៀតគឺថាអែមណាស់បងប្អូនឥឡូវឃើញគាត់ពោះចាប់ដើមនេះបងប្អូនយកដែកនឹងឈូសកន្លែងណារៀងស្ទើអញ្ចឹងគាត់ឈូសវាឲ្យវាចេញជារូបរាងស្អាតអញ្ចឹងនិយាយទៅគាត់ពិតជាប្រកែមែនបងប្អូនអូចាំមើលពេលគាត់ធ្វើឲ្យបងប្អូនចង់ដឹងថារូបអនរេនឹងស្អាតប៉ុណ្ណាកុំភ្លេចទស្សនាវីដេអូនេះដល់ចង់ព្រោះឥឡូវវីដេអូឃើញថាចិត្តចប់ដែរបងប្អូនអូ my god អូភ្លាត់បងប្អូនឃើញអត់ឃើញបងប្អូនអូ my god បងប្អូនឃើញថាអនរេគាត់ធ្វើចេញមកស្អាតខ្លាំងមែនទេបងប្អូនអែមណាស់